កាលព្រះសត្វធាត់អង្គម្ចាស់ថ្លៃទ្រង់ចុះចាប់ផ្ទៃនៃព្រះមហាមេយាទេវីពុទ្ធមេតានៅឆ្នាំរកាពេញបរមីនាខែអាសាឍថ្ងៃប្រហោះជារាជអរោះព្រះចិនស្រីសុធោទាំងអ្នកម្ចាស់ផែនដីកបិលភ័ង្បរីរាជសីមាស្ដេចទ្រង់ប្រសូតចេញចាកផ្ទៃមេដានៅថ្ងៃសុខថ្លៃថ្លានាពេញបរមីវិសាខាឆ្នាំចនោះណាមានសុស្ដីនៅពេលដែលព្រះវមេតាយាត្រាចេញពីរាជបុរីកបិលភ័ង្កគឺទៅយាងដើមបីបង្គំព្រះបីដាមីដានៅទេវៈតហៈរាជធានីដល់លំពីនីវ័នថ្លៃថ្លាទ្រង់ជ្រកក្រមលុបសាលព្រឹកសាតិវាត្រជាក់ទ្រង់ឈឺផ្ទៃទ្រង់ឈរតោងមេឃព្រឹកសាសាលអាយបុត្រត្រកាលឆោមប្របី ប្រសូតចាងគោ
រុងរាន់វ័យវិស័យអ្នកតេងจะทำมีประโสดเพลียมโชดาชงเชียนปรำปีจุมเหียนព្រះបាទទីទ្រង់បានបន់លើព្រះវិចាថាយើងនេះណាជាចំបងលើលោកទាំងបីគ្មាននរណាផ្ទឹមស្មើអាត្មាយើងជាម្ដងជាតិនេះជាជាតិបំផុតហងយើងនឹងចម្លងសត្វទាំងឡាយ